កាត់លើមាតុភូកំពុះជាក្រោមដីស្រែចំការជាពិសាសដោះទីតែងសរសើរថាខ្មែរក្រោមគឺជាជាសាសស្លូតត្រង់តែងដីសន្តោលំហនារីរៀបខ្មែរក្រោមយើងព្រៀបដោយទឹកមេគុំរជាងសានសានរាប់អានញ៉ាំផងរស់នៅទៀនត្រង់តាំងពីបុរាណជាតិសាសដោះដីភៀសខ្លួនចូលមកអង្គសុំច្រំសុំផ្ញើខ្លួនប្រាំបានស្ងាត់អាស្រ័យមានក្តីសុខសាន្តក្រោមមកឈ្លានពានជិះជាន់ម្ចាស់ស្រុកខ្មែរក្រមស្រឡាញ់ជាតិនិងសាសនាគោរពធម៌ប្រាថ្នាប្តីសុខបាននាងត្រួតត្រាប្រហាម្ចាស់ស្រុកយាមបដិញ្ញាក្រោមប្រសិទ្ធម្ចាស់ការដែនដីសណ្ដោលំហវារីរៀនខ្មែរក្រោមយើងព្រៀបដោយទឹកមេគុំរជាងសែនសានរាប់អានញ៉ាំផងរស់នៅទៀងត្រង់តាំងពីបុរាណជាតិសាសដោះដីភៀសខ្លួនចូលមកអង្គសុំច្រំសុំផ្ញើខ្លួនប្រាណបានស្ងាត់អាស្រ័យមានក្តីសុខសាន្តក្រោមមកឈ្លានពានជិះជាន់ម្ចាស់ស្រុកខ្មែរក្រោមស្រឡាញ់ជាតិនិងសាសនាគោរពធម៌ប្រាថ្នាក្តីសុខបានញ៉ាំទួតត្រាប្រហាម្ចាស់ស្រុកយើងបដិញ្ញាក្រោមប្រសិទ្ធម្ចាស់ការស្រុកព្រែកទីខេមរាជនជាតិសាមគ្គីរួមគ្នារៀងសាកាពីអក្សរសាំងខ្លួនអើយសាំងខ្លួនពុំមានវត្តមួយ
សាំងខ្លួនល្អក្រមវិស័យអើយវិស័យសជាកលប្រមោជនជាតិខ្មែរតែងថ្មីគ្មៀតរៀនសូត្រនៅរស់នៅខ្លាយជាបណ្ឌិតបញ្ញវន្តស្គាល់ផ្លូវដឹងការរាំងជ្រៅឃ្លាតចាក្រីក្រអើយក្រីក្រខ្ញុំសូមអង្វរខ្មែរយើងទាំងឡាយទូនៅចិនឆ្ងាយចូលកុំភ្លេចកូនប្រលឹងដល់តាខេមរាធំធ្ងន់សាងជាតិសាំងខ្លួនល្អក្រមវិស័យអើយវិស័យពាក្យចុងក្រោយដែលខ្ញុំចង់និយាយនេះគឺថាអ្វីដែលយើងធ្វើនៅពេលនេះគឺពិតជាមានសារៈសំខាន់សម្រាប់ថ្ងៃអនាគតហេតុដូច្នេះបើអ្នកមកពីដែនដីកម្ពុជាក្រោមមកពីអឺរ៉ុបឬនៅសហរដ្ឋអាមេរិកនេះឬក៏មកពីកន្លែងណាក៏ដោយលើពិភពលោកឬក៏បើអ្នកជាខ្មែរក្រោមមានគ្រួសារជាខ្មែរក្រោមឬក៏ស្គាល់នរណាម្នាក់ជាខ្មែរក្រោមសូមចែករំលែកនៅអ្វីដែលអ្នកដឹងអំពីខ្មែរក្រោមយុវជនខ្មែរក្រោមត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់និងចាំថាពួកគេមិនឯកោនោះទេខាងអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោមនៅឯស្រុកកំណើតឯណោះក៏ដូចគ្នាដែរសូមពួកគាត់ជឿជាក់ចុះថាពួកគាត់នឹងមិនឯកោនោះទេក្នុងសមរភូមិសិទ្ធិមនុស្សនេះពីព្រោះពួកយើងនៅតែបន្តធ្វើការងារគ្រប់បែបយ៉ាងដើម្បីខ្មែរក្រោមតាក់ទងទៅនឹងការចូលរួមរបស់យុវជនខ្មែរក្រោមនេះសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថានេះគឺជាសេចក្តីសង្ឃឹមសម្រាប់ការតស៊ូមតិរយៈពេលវែងរបស់ខ្មែរក្រោមអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោកម៉ៅម៉ូនីថ្លែងថាគោលដៅដ៏សំខាន់មួយរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមគឺចង់ឲ្យមានយុវជនកាន់តែច្រើនចូលរួមនៅក្នុងយន្តការអន្តរជាតិដើម្បីទាមទារសិទ្ធិជូនប្រជាពលរដ្ឋខ្មែរក្រោមពេលប្រហែលជាង10ឆ្នាំមកចូលរួមជុំនឹងសហព័ន្ធខ្មែរកម្ពុជាផ្ញើតយុវជនចូលទេហើយខ្ញុំសតនិយាយលេងមួយយុវជនយើងថាខ្ញុំចូលរួមតាំងមិនទាន់មានកូនឥឡូវដល់ឆ្នាំហើយកូនខ្ញុំចូលរួមដែរអញ្ចឹងទៅយើងថាយើងចេះបណ្ដុះហើយអង្គការសហព័ន្ធនឹងជាគោលដៅរបស់អង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមនោះហើយឆ្នាំនេះជាឆ្នាំលើកតម្កើងសិទ្ធិយុវជនផងក្នុងនៃស្ថាបនាយើងប្រឆាំងដាច់ខាតនៅការប៉ុនប៉ងគ្រប់រូបភាពដើម្បីបង្ហាញពីការបែកបាក់ឬធ្វើឲ្យអន្តរាយដល់កិច្ចការផ្ទៃក្នុងនិងអធិបតេយ្យជាតិរបស់វៀតណាមនៃការចូលរួមរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងការលើកឡើងរបស់តំណាងរដ្ឋាភិបាលវៀតណាមនេះស្ដីពីបញ្ហាសិទ្ធិមនុស្សជាតិដើមវាយតម្លៃថានៅក្នុងខួប20ឆ្នាំវៀតណាមក្រមប្រជាពលរដ្ឋខ្មែរក្រោមនឹងមិនបានគោរពសិទ្ធិជនជាតិដើមខ្មែរក្រោមនោះទេបានជួបជុំគ្នានៅវត្តខ្មែរសូរិយារាមសីគួរតែត្រូវបានគេបណ្ដេញចេញពីក្រុមប្រឹក្សានៃរដ្ឋមនុស្សអង្គការសហប្រជាជាតិពីថ្ងៃទី20មេសាដើម្បីរៀបចំកម្មវិធីនេះរហូតមកដល់ពេលនេះកម្ពុជាក្រោមឲ្យដឹងថាវេទិកាអង្គការសហប្រជាជាតិនេះគឺជាយន្តការអន្តរជាតិដ៏សំខាន់នឹងអ្នកដែលសហព័ន្ធនាគារជាបន្តបន្ទាប់អាចនៅក្នុងនោះរួមមានលោកព្រះចៅអធិការវត្តភ្នំលោកសិទ្ធិមនុស្សលើពិចន្ទរាខ្មែរក្រោមពិខុយើងខៃនិងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមជាច្រើនអាចពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតធវៀតណាមក្នុងការតស៊ូមតិដើម្បីបុព្វហេតុសិទ្ធិសេរីភាពជាបន្តបន្ទាប់ផងដែរនៅដែនដីកម្ពុជាក្រោមកញ្ញាហាងសុភ័ណ្ឌគឺជាយុវជនខ្មែរក្រោមមួយរូបទៀតដែលបានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងវេទិកាអង្គការសហប្រជាជាតិកញ្ញាឲ្យដឹងថានេះគឺជាឱកាសបង្ហាញប្រាប់ពិភពលោកអំពីទង្វើរំលោភបំពានរបស់វៀតណាមទៅលើប្រជាពលរដ្ឋខ្មែរក្រោមសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបន្តយន្តការអង្គការសហប្រជាជាតិដើម្បីទាមទារឲ្យជាមួយនឹងប្រជាពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅដែនដីកម្ពុជាក្រោមជាមួយគ្នានេះសហព័ន្ធខ្មែរកម្ពុជាក្រោមក៏អំពាវនាវដល់យុវជនឲ្យបន្តបេសកកម្មតស៊ូមតិដើម្បីការគោរពសិទ្ធិប្រជាពលរដ្ឋនៅដែនដីកម្ពុជាក្រោមផងដែរ
បាទខ្ញុំបាទយ៉ងច័ន្ទតារារាយការណ៍ពីវត្តសូរិយារាំងសីនៅទីក្រុង Philadelphia រដ្ឋ Pennsylvaniaកុយអុកញ៉ាមហាបរមស្លាំខ្លួនជាតិរំកែឈ្មោះសំសាយក៏អូបឈ្ងុយឈ្ងប់ដល់ចិនទាំងឡាយសូបូជាកាយថ្វាយជាតិសាសនាដឹកនាំអ្នកស្រុកនៅព្រាំងត្រពាំងក្រោកឡើងក៏តាំងច្បាំងដេញបញ្ចាចូលមករុករៀនឈានពីនរដ្ឋាក្នុងស្បៃអន្តរកាលោកកាបែក្នុងមុនជួបសត្វត្រូវដើម្បីចរចាលោកបានប្រាថ្នាសច្ចាសូមសងដាំដើមឈើទៀលចុងចកគុលឡើងបើជាតិខ្មែរកាងសូមឲ្យឈើដងឆ្នាំកន្លងបំណងអុកញ៉ាដោយក្តីប្រាថ្នាឈឺទៀននៅរួមទោះបីកុលឡើងបាញ់ច្រាស់ចុងចង់តស៊ូប្រឹងរស់ដោយឈ្មោះខ្មែរក្រោមពេលនេះគេឈ្មោះអុកញ៉ាចោកចាយនុំនីទាំងឡាយមកថ្វាយបង្គំគោរពគំរូតស៊ូពលីកម្មរក្សាខ្មែរក្រោមឲ្យបានគង់វង្
បាទបងគាត់ខមមិនសួរខ្ញុំថាហេតុអ្វីបានជាខ្មែរក្រមសាងសង់វត្តនីមួយៗបានល្អឥតខ្ចោះយ៉ាងនេះតើគាត់បានជំនួយពីខាងណាមែនបងបាទធម្មតាការកសាងវត្តអារាមដឹងតែមានការឧបត្ថម្ភហើយបាទតែការឧបត្ថម្ភនោះគឺបានមកពីការដង្ហែកឋិនដង្ហែផ្កាពីពុទ្ធបរិស័ទចំណុះជើងវត្តបាទឬក៏បងប្អូននៅទីជិតទីឆ្ងាយដូចជាបងប្អូនខ្លះគាត់នៅចំណុះជើងវត្តហ្នឹងហើយប៉ុន្តែគាត់ទៅរស់នៅក្រៅប្រទេសបាទបារាំងអូស្ត្រាលីកាណាដាសហរដ្ឋអាមេរិកយ៉ាងទៅបាទពេលគាត់ទៅយូរអញ្ចឹងគាត់ត្រឡប់មកវិញទៅគាត់នឹងដង្ហែកឋិនចូលវត្តហើយដើម្បីបានថវិកាហ្នឹងក៏សាងវត្តព្រោះអីភាគច្រើនគឺពួកគាត់ចេញមកពីវត្តអារាមទាំងអស់ទេអ្នកដែលចេះដឹងអក្សរសាស្ត្របាទមានការយល់ដឹងជ្រៅជ្រះសិតតែចេញមកពីវត្តអារាមនៅដែនដីកម្ពុជាក្រោមយើងរៀនអក្សរសាស្ត្រខ្មែរបានទៅតាមវត្តអារាមទេអញ្ចឹងភាគច្រើនគឺយើងដឹងគុណបាទហើយនេះគឺជាឆន្ទៈរបស់យើងដែលត្រូវតែរក្សាតែម្ដងបាទដើម្បីកូនចៅជំនាន់ក្រោយបាទដូចជាបងប្អូនគាត់មុនគាត់រៀនចប់ថ្នាក់ហើយអញ្ចឹងគាត់នឹងនៅក្នុងវត្តពី3ឆ្នាំ 4-5 ឆ្នាំអញ្ចឹងដើម្បីបង្រៀនឲ្យអ្នកចំនួនក្រោយគាត់ពួកអីអ្នកចំនួនមុនគាត់បង្រៀនគាត់ឲ្យចេះដឹងដល់ពេលគាត់ចេះដឹងគាត់បង្រៀនអ្នកចំនួនក្រោយគាត់ទៀតដោយអត់មានថវិកាទេបងប្អូនគ្រូបង្រៀននៅដែនដីកម្ពុជាក្រោមគឺពីមុនមកគឺអត់ដែលមានប្រាក់ខែទេបាទគឺសិតតែគេហៅថាចេញពីឆន្ទៈចេញពីទឹកចិត្តបាទដឹងគុណព្រោះអីវត្តអារាមគឺជាមជ្ឈមណ្ឌលវប្បធម៌ប្រពៃណីទំនៀមទម្លាប់អក្សរសាស្ត្រខ្មែរបាទរបស់យើងនៅនៅកម្ពុជាក្រោមចឹងហើយយើងចូលរួមទាំងអស់គ្នាបាទហើយការកសាងហ្នឹងមិនមែនកសាងមួយឆ្នាំពីរឆ្នាំហើយទេបងប្អូនព្រះវិហារមួយអាចកសាង 4-5 ឆ្នាំអាចលើសនឹងទៀតដោយថវិកាដូចជានៅខាងចំណោះជើងវត្តដែលខ្ញុំនៅវត្តរំដួលចឹងទៅដង្ហែកឋិនម្ដងអញ្ចឹងអាច5រៀង4រៀងឬក៏អាចឆ្នាំខ្លះ7-8រៀងអីចឹងទៅហើយយើងដង្ហែកឋិនម្ដងអញ្ចឹងអាចបានពី$30,000 ដល់$50,000អីចឹងសម្រាប់យើងកសាងវត្តកសាងព្រះវិហារកសាងកុដិនិងសាលារៀនជាដើមហើយធម្មតាការកសាងហ្នឹងគឺដេចគុណអង្គថ្មីឡើងគឺចង់បន្សល់ស្នាដៃចឹងទៅកសាងបានកុដិឬក៏កសាងបានសាលាឬក៏ចេតិយឬក៏ខ្លោងទ្វារឬក៏លបងវត្តអញ្ចឹងទៅតឡើងមកដឹងតែបន្សល់ទុកស្នាដៃឯងបាទចឹងហើយគឺយើងមើលទៅគឺការរៀបចំវត្តគឺល្អឥតខ្ចោះបាទហើយកសាងមួយដឹងមួយតែម្ដងខ្លុំអញ្ចឹងណាបាទហើយភាគច្រើនក្នុងទឹកចិត្តរបស់បងប្អូនខ្មែរកម្ពុជាក្រោមយើងគឺខំប្រឹងបាទរកស៊ីធ្វើម៉េចឲ្យបានទូធាដើម្បីបានដង្ហែកឋិនចូលវត្តបានម្ដងក្នុងមួយឆាកជីវិតអញ្ចឹងណាបាទហ្នឹងហើយទាំងខ្ញុំទាំងគេក៏ដោយថាអនាគតឲ្យតែទូធាបន្តិចដឹងថាដង្ហែកឋិនចូលវត្តហើយបាទនៅកម្ពុជាក្រោមយើងបើដង្ហែកឋិនហ្នឹងយើងបងប្អូនយើង 4-5 នាក់អីចឹងទៅយើងចូលរួមម្នាក់បន្តិចធម្មតាត្រឹម$5,000អីយើងអាចដង្ហែកឋិនចូលវត្តបានហើយបាទឬក៏ធ្វើបន់ឆាកបាំងតកោឲ្យចាស់ទុំឬដង្ហែព្រះចូលវត្តអីចឹងទៅបាទយើងចូលរួមបងប្អូនយើង 4-5 នាក់អីចឹងយើងអាចដង្ហែបានហើយបាទហ្នឹងជាគោលបំណងរបស់បងប្អូនខ្មែរកម្ពុជាក្រោមទូទៅបាទសម្រាប់ការបណ្ដុះបណ្ដាលនិងការកសាងវត្តអារាមហ្នឹងហើយបាទស្វាសៀមស្វាគមន៍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 ការខិនសាមគ្គីការខិនសាមគ្គីឆ្នាំនេះបរិស័ទរួមប្រមូលផ្ដុំពេញដោយសន្តិធ្វើអង្គកឋិនប្រកបដោយបញ្ញាក្នុងព្រះពុទ្ធសាសនាដែលព្រះសម្ពុទ្ធអនុញ្ញាតច្បាស់ការ29ថ្ងៃណាជាសង្ឃលៀបសង្ឃចាំព្រះវស្សា
ស្វាយសៀមស្វាគមន៍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 ការខិនសាមគ្គីការខិនសាមគ្គីខ្មែរព្រះត្រពាំងមានផពៀស្នាធ្វើទៀនអចារ្យខ្មែរក្រមលើធ្វើដោយបញ្ញាសាមគ្គីទាំងសងព្រមទាំងបរិស័ទសាមគ្គីកំចិនបាញ់ចារិយានៅក្នុងអន្តាស្វាយសៀមស្វាគមន៍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 ការខិនសាមគ្គីការខិនសាមគ្គីខ្មែរน้องគ្នាធ្វើអំពើកុសលអានិសង្ស5ប្រការបានដល់ខ្មែរក្រុមរំថារួមសាមគ្គីធ្វើដោយយោនិសបានណតុងវើការខិនខ្មែរក្រមយើងធ្វើដោយសង្ចរិនអានិសង្សកើតមានឆ្នាំនេះបរិស័ទរួមប្រមូលផ្ដុំពេញដោយសន្តិធ្វើអង្គកឋិនប្រកបដោយបញ្ញាក្នុងព្រះពុទ្ធសាសនាដែលព្រះសម្ពុទ្ធបានបញ្ញត្តិច្បាស់ការ29ថ្ងៃណាជាសង្ឃាលាសង្ឃចាប់ព្រះវស្សាស្វាយសៀមស្វាគមន៍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 ការខិនសាមគ្គីការខិនសាមគ្គីខ្មែរព្រះត្រពាំងមានផពៀស្នាធ្វើទៀនអចារ្យខ្មែរក្រមលើធ្វើដោយបញ្ញាសាមគ្គីទាំងសងព្រមទាំងបរិស័ទសាមគ្គីកំចិនបាញ់ចារិយានៅក្នុងអន្តាស្វាយសៀមស្វាគមន៍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 ការខិនសាមគ្គីការខិនសាមគ្គីខ្មែរน้องគ្នាធ្វើអំពើកុសលអានិសង្ស5ប្រការបានដល់ខ្មែរក្រុមរំថារួមសាមគ្គីធ្វើដោយយោនិសបានណតុងវើការខិនខ្មែរក្រមយើងធ្វើដោយសង្ចរិនអានិសង្សកើតមានឆ្នាំនេះបរិស័ទរួមប្រមូលផ្ដុំពេញដោយសន្តិធ្វើអង្គកឋិនប្រកបដោយបញ្ញាក្នុងព្រះពុទ្ធសាសនាដែលព្រះសម្ពុទ្ធបានបញ្ញត្តិច្បាស់ការ29ថ្ងៃណាជាសង្ឃាលាសង្ឃចាប់ព្រះវស្សាស្វាយសៀមស្វាគមន៍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 ការខិនសាមគ្គីការខិនសាមគ្គីខ្មែរព្រះត្រពាំងមានផពៀស្នាធ្វើទៀនអចារ្យខ្មែរក្រមលើធ្វើដោយបញ្ញាសាមគ្គីទាំងសងព្រមទាំងបរិស័ទសាមគ្គីកំចិនបាញ់ចារិយានៅក្នុងអន្តាស្វាយសៀមស្វាគមន៍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 ការខិនសាមគ្គីការខិនសាមគ្គីខ្មែរน้องគ្នាធ្វើអំពើកុសលអានិសង្ស5ប្រការបានដល់ខ្មែរក្រុមរំថារួមសាមគ្គីធ្វើដោយយោនិសបានណតុងវើការខិនខ្មែរក្រមយើងធ្វើដោយសង្ចរិនអានិសង្សកើតមាន
ទីរមណីទីធ្លាសួនច្បារសួនច្បារជាទីរមណីដោយស្នាដៃចានកាព្រះនាមលេបានដឹកដោយស្នាដៃចានកាព្រះនាមលេបានដឹកក្រត់អ្នកកៃណូកៃណូអមជុំព្រៀងវិហារក្រត់អ្នកកៃណូកៃណូអមជុំព្រៀងវិហារខាងដូចជូនពយបាត់កាដល់ចន់នៃសពបរងខាងដូចជូនពយបាត់កាដល់ចន់នៃសពបរងបរិស័ទសាមគ្គីច្រើនភូមិមូលមីបរិស័ទសាមគ្គីច្រើនភូមិមូលមីភូមិភ្នំចောင်းចាកដៃភ្នំព្រមទាំងចុងស្មាច់ភូមិភ្នំចောင်းចាកដៃភ្នំព្រមទាំងចុងស្មាច់សំរងសំថ្ងៃល្បីសំទឹងទីសំរងសំថ្ងៃល្បីសំទឹងទីទាំងទីភ្ញៀវទេសចរមូលមកកំសាន្តសប្បាយទាំងទីភ្ញៀវទេសចរមូលមកកំសាន្តសប្បាយ ពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកំណើតបាននាំគ្នាធ្វើពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុកបើទោះបីពួកគេកំពុងរងការរឹតបន្តឹងសិទ្ធិសេរីភាពនិងសាសនាក្តីសកម្មជនសិទ្ធិមនុស្សលោកថាច់ងាប្រាប់វិទ្យុអាស៊ីសេរីថាលោកផ្ទាល់និងពលរដ្ឋខ្មែរក្រោមរីករាយប្រារព្ធពិធីបុណ្យអុំទូកដើម្បីរក្សាអត្តសញ្ញាណខ្មែរសម្រាប់ខ្លួនខ្ញុំបាទផ្ទាល់ហ្នឹងគឺបានទៅមើលអុំទូកនៅស្រុកកំពង់ស្ពានហើយនឹងវត្តចំនួនវត្តបតក្រមាដែលចាប់ផ្ដើមកម្មវិធីប្រណាំងទូក
ងបាទជាទូទៅខ្ញុំបាទឃើញរំភើបខ្លាំងណាស់ដែលឃើញសកម្មភាពដែលបរិរដ្ឋដូចជាប្រសង់និងពុទ្ធបរិស័ទតាមគីជួយនៅលើកតម្កើងគេមរតកដូនតាយើងបានបន្សល់ទុកមកឲ្យកូនចៅកលបតខ្មែរកលតិតាខ្មែរក្រមយើងបច្ចុប្បន្នបានឃើញបន្តជារៀងរាល់ឆ្នាំលោកថាច់ងាថាការចូលរួមព្រឹត្តិពិធីបុណ្យអុំទូកនេះបង្ហាញថាខ្មែរក្រោមមិនដែលបំភ្លេចប្រពៃណីនិងវប្បធម៌ខ្មែរម្ដងណាឡើយការអុំទូកនៅខ្មែរក្រមយើងនេះបង្ហាញភាពសាមគ្គីខ្មែរនិងខ្មែរឲ្យមានបង្ហាញនៅការទំនៀមទម្លាប់ដូនតាយើងបានបន្សល់ទុកមកហ្នឹងគឺខិតខំរក្សាជាប់ជួនដើម្បីបង្ហាញឲ្យពិភពលោកឃើញថាខ្មែរក្រមយើងមានវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ខ្មែរក្រមបានជាប់ជួនឯនេះជាគូប្រកួតចុងក្រោយរវាងក្រុមទូកងវត្តកោះទុំទូកងនៅកម្ពុជាក្រោមត្រូវបានព្រះសង្ឃដាក់ឈ្មោះតាមវត្តដែលតម្កល់ទូកនិងខ្លះទៀតយកឈ្មោះតាមឈ្មោះស្រុកនិងទីរួមខេត្តកាលពីដើមឡើយខ្មែរកម្ពុជាក្រោមជាអ្នករៀបចំផ្ដួចផ្ដើមព្រឹត្តិពិធីបុណ្យអុំទូកប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះអាជ្ញាធរវៀតណាមបានចាត់បញ្ចូលព្រឹត្តិពិធីបុណ្យអុំទូកជាកីឡាមួយប្រភេទរបស់វៀតណាមដូច្នេះអាជ្ញាធរវៀតណាមបានយកការប្រណាំងទូកមកគ្រប់គ្រងវិញទោះបីអាជ្ញាធរវៀតណាមហាក់បើកទូលាយឲ្យខ្មែរក្រោមបានប្រពៃពិធីជាតិខ្លះក្តីប៉ុន្តែវៀតណាមនៅតែរឹតបន្តឹងសិទ្ធិសេរីភាពនិងសាសនាបច្ចុប្បន្នព្រះសង្ឃខ្មែរក្រោម5អង្គនិងសកម្មជនខ្មែរក្រោម8នាក់ត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគាររឿងទាមទារសិទ្ធិស្វ័យសម្រេចខ្ញុំយុនសាមៀនវិទ្យុអាស៊ីសេរីប្រធានាធិបតី Washington ព្រះវិហារមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនាខ្មែរជាកន្លែងសម្រាប់ព្រះសង្ឃធ្វើសង្ឃកម្មប្រារព្ធពិធីបំពោះនាគបំពេញភិក្ខុគ្រងកឋិនជាដើមព្រះវិហារទាំងឡាយកសាងរួចស្រេចគឺត្រូវតែធ្វើបុណ្យបញ្ចុះខណ្ឌសីមាដាក់ផ្ទាំងសីឡាធ្វើជាបង្គោលសីមាកំណត់ព្រំដែនសីមាតាមវិន័យក្នុងព្រះពុទ្ធសាសនាតាមប្រពៃណីបុណ្យបញ្ចុះខណ្ឌសីមាបានចាត់តាំងក្នុង3ថ្ងៃ3យប់ព្រះវិហារថ្មីវត្តមជ្ឈិមារាមជ្រោយទឹមចាស់ទីក្រុងសុកតាំងបានកសាងក្នុងអំឡុងពេលជិត6ឆ្នាំដោយថវិកាសរុបជាង 12,000 លានដុល្លារអាស្រ័យប្រជាពុទ្ធបរិស័ទចិត្តឆ្ងាយមានសទ្ធាជ្រះថ្លាចូលកុសលកសាងព្រះវិហារបានកសាងដោយផ្ចិតផ្ចង់ជាមួយនឹងលក្ខណៈក្បូរក្បាច់ដែលដិតដាមដោយអត្តសញ្ញាណវប្បធម៌ខ្មែរវត្តជ្រោយទឹមចាស់បានផ្ដើមកសាងកាលពីជិត500ឆ្នាំមុនលើផ្ទៃដី 38,600 ម៉ែត្រការ៉េបរិវេណវត្តរួមមានសំណង់នានាដូចជាខ្លងទ្វាររបងព្រះវិហារចេតិយសាលាធម្មសភាសមណគតរោងបាយឆ្នាំ 1952 ព្រះវិហារចាស់បានកសាងឡើងវិញហើយធ្វើបុណ្យបញ្ចុះសីមាកាលពីឆ្នាំ 1994 កន្លងទៅតាមពេលវេលាព្រះវិហារត្រូវទ្រុឌទ្រោមឆ្នាំ 2018 វត្តបានកសាងព្រះវិហារថ្មីឡើងវិញលើកទី2ក្នុង3ថ្ងៃបុណ្យបញ្ចុះខណ្ឌសីមាពិធីសំខាន់ដំបូងគឺដង្ហែឫស្សីមា3ជុំព្រះវិហាររួចហើយយកទៅដាក់ក្បែររណ្ដៅសីមាក្នុងព្រះវិហារមាន9រណ្ដៅសីមាដើម្បីដាក់ឫស្សីមាធ្វើបង្គោលសីមាតាមបញ្ញត្តិឫស្សីមានីមួយៗត្រូវតែមានទម្ងន់តិចបំផុត64គីឡូក្រាមក្នុង3ថ្ងៃចាត់តាំងបុណ្យបញ្ចុះសីមាប្រជាពុទ្ធបរិស័ទតែងបោះចូលរណ្ដៅសីមានៅទេយ្យវត្ថុទាំងឡាយដែលជានិមិត្តរូបឲ្យសេចក្តីប្រាថ្នារបស់ខ្លួនក្រៅពីពិធីកាត់ខ្សែបូសម្ពោធដង្ហែឫស្សីមានៅមានសកម្មភាពបំពេញកុសលផ្សេងៗនៅតាមទិសនិងមហាសាលពិធីសម្ដែងសិល្បៈនិងទទួលបដិសណ្ឋារកិច្ចព្រះសង្ឃប្រជាពុទ្ធបរិស័ទពីគ្រប់ទិសទីដែលបាននិមន្តនិងអញ្ជើញមកចូលរួមទៀតផងពិធីទទួលស្វាគមន៍យ៉ាងកក្រឹកកក្រែងក៏បានធ្វើឲ្យកើនឡើងនូវអត្ថន័យនៃកម្មវិធីបុណ្យនិងការគោរពរបស់ប្រជាពុទ្ធបរិស័ទចំពោះព្រះពុទ្ធសាសនា
នារីខ្មែរក្នុងសម្លៀកបំពាក់ប្រពៃណីក៏ស្ដែងឡើងនៅលក្ខណៈស្រស់ស្អាតនៃវប្បធម៌ជាតិផងដែរពិធីកិច្ចសំខាន់បំផុតនៃបុណ្យបញ្ចុះសីមាគឺកាត់គ្រឹះសីមាត្រូវតែអារាធនាភិក្ខុសង្ឃតិចបំផុត21អង្គមកចូលរួមធ្វើសង្ឃកម្មបញ្ជាន់តារាងបន្ទាប់ពីព្រះសង្ឃធ្វើសង្ឃកម្មរួចរាល់ហើយគឺធ្វើពិធីកាត់គ្រឹះសីមាពោលគឺកាត់អំបោះឲ្យឫស្សីមាធ្លាក់ចុះរណ្ដៅដើម្បីធ្វើជាបង្គោលសីមាហើយចាប់ពីពេលនេះតទៅព្រះវិហារបានដាក់ចូលប្រើប្រាស់ប្រារព្ធពិធីកិច្ចផ្សេងៗក្នុងព្រះពុទ្ធសាសនាខ្មែររយៈក្នុងពេលសិក្សាកន្លងទៅ2ខែនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់បងប្អូនជាទីបំផុតគណៈគ្រប់គ្រងសាលាបានឃើញការកាត់ខំសិក្សារបស់បងប្អូនអស់ពីកម្លាំងកាយកម្លាំងចិត្តអំពីការទទួលយកនៅចំណេះវិជ្ជាអក្សរសាស្ត្រខេមរៈភាសាជួយថែរក្សានៅវប្បធម៌និងអរិយធម៌របស់ជនជាតិខ្មែរហើយដូច្នេះដើម្បីលើកទឹកចិត្តខាងស្មារតីសិក្សារបស់បងប្អូនគណៈគ្រប់គ្រងសាលាក៏បានបូកសរុបនិងប្រកាសលទ្ធផលក្នុងថ្ងៃ7កើតខែស្រាបឆ្នាំរោង2024នេះជាមូលហេតុដែលបងប្អូនបានជួបជុំក្នុងពេលនេះសូមអបអរសាទរទោះបីជាកង់ក៏ដោយជាសិភៅបកាក៏ដោយគឺជាសម្រាប់លើកទឹកចិត្តឲ្យពួកឧបពលគាត់សិក្សារៀនសូត្រអក្សរសាស្ត្ររបស់យើងដោយប្អូនសិស្សថ្នាក់ទី3ម៉ែគាត់ថ្លែងនៅសិនតារកថាថាចេះមកពីរៀនមានមកពីរកណាពាក្យនឹងពិតប្រកបណាស់បងប្អូនសិស្សនិស្សិតទាំងអស់គ្នាកាលណាបើប្រសិនជាយើងមិនខំប្រឹងរៀនទេគឺអត់ចេះហើយបើខ្នាយើងគ្មានចំណេះទេទ្រព្យសម្បត្តិវិញ្ញាណក្តីអត់វិញ្ញាណក្តីក៏យើងមិនអាចទទួលយកបានដែរអញ្ចឹងទេសង្ឃុំថាបងប្អូននឹងខំប្រឹងរៀនឲ្យបានខ្ពស់ទៀតដើម្បីសង្គមគ្រួសារផងសង្គមវត្តអារាមផងនិយាយដោយឡែកគឺក្នុងសង្គមព្រៃបន្ទោរបស់យើងសិក្សាថ្នាក់ខេមរៈភាសានៃវត្តព្រែកបន្ទងនៅក្នុងឱកាសនេះបងសូមតំណាងឲ្យមិត្តរួមសាលាគ្រប់រូបក្នុងពេលសិក្សាកន្លងទៅលោកគ្រូតែងតែបង្ហាត់បង្រៀនដល់ពួកបងអស់ពីកម្លាំងកាយកម្លាំងចិត្តឲ្យចេះតាំងពីព្យញ្ជនៈស្រះនិស័យស្រះពីងតួចេះគោរពដឹងគុណដល់ឪពុកម្ដាយជីដូនជីតាចាស់ព្រឹទ្ធាចារ្យគ្រូឧបជាយាចារ្យជាដើមដោយសុភាសិតមួយឃ្លាថាចេះមកពីរៀនមានមកពីរក
កម្មវិធីប្រកាសលទ្ធផលក៏ឈានចូលដែរហើយបាទរបាយការណ៍ក៏បានបញ្ចប់ហើយដល់ខ្ញុំប្រកាសណាខ្ញុំបាទនឹងធ្វើប្រកាសលទ្ធផលថ្នាក់ទី1ក៏មិនได้สามใจประดาดังห้ามร้องกระเจียดหลอกใจวัวซาเพลงเพลงกรอเจียงได้สามใจประดาดังห้ามร้องกระเจียดหลอกใจแกท่าต้องเป้งคือสนองหรือใสอายุแวะไว้สนองตรอก็ลาแกท่าต้องเป้งคือสนองหรือใสอายุแวะไว้สนองตรอก็ลาคลบับประใสให้ไตกันตายสลาบาขายเพราะเงยศึกษาคลบับประใสให้ไตกันตายสลาบาขายเพราะเงยศึกษาบาวงเว้นเพลงอาสเรไม่ปาเพราะเพลงเพียสาอังสอเจี๊ยคลวนบาวงเว้นเพลงอาสเรไม่ปาเพราะเพลงเพียสาอังสอเจี๊ยคลวนปรังเรียนอักพวงซ่อมชมวงกนขมายกตยวงเจี๊ยแก่ริงเรทายทวนปรังเรียนอักพวงซ่อมชมวงกนขมายกตยวงเจี๊ยแก่ริงเรทายทวนใครมารับพิสาต้องรักต้องขบวนอยากจำหมดมวลซ้อมส่วนเพราะไปใครมารับพิสาต้องรักต้องขบวนอยากจำหมดมวลซ้อมส่วนเพราะไป យោងតាមសិលាចារឹករបស់វត្តគិតមកទល់ឆ្នាំ2022នេះវត្តមុនីសាគរដើមអំពិលមានអាយុកាល447ឆ្នាំមិនត្រឹមតែជាវត្តមានចំណាស់ជាងគេក្នុងចំណោម21វត្តខ្មែរនៅទីរួមខេត្តជ្រោយញ័រប៉ុណ្ណោះទេមុនីសាគរដើមអំពិលទាំងធ្លាប់ល្បីឈ្មោះបោះសម្លេងពីសណ្ដាប់ធ្នាប់រៀបរយការបួសរៀនរបស់ព្រះសង្ឃនិងថែរក្សាវប្បធម៌ប្រពៃណីខ្មែរទៀតផងសូមអញ្ជើញញាតិមិត្តជិតឆ្ងាយមកទស្សនាអារាមដ្ឋាននៅតំបន់ឆ្នេរសមុទ្រនៃខេត្តឃ្លាំងម្ដងមុនីសាគ
បុណ្យដល់ហើយបងប្អូនណាហើយយើងជាខ្មែរថ្ងៃបុណ្យដល់ហើយបងប្អូនណាហើយយើងជាខ្មែរទាំងក្រុមចំការស្រែទាំងក្រុមចំការស្រែគួរតែចូលរួមអំណរជុំសែនដូនតាជីងវោសាមានបន្តជុំសែនដូនតាជីងវោសាមានបន្តកឋិនសប្បាយអ៊ូអកឋិនសប្បាយអ៊ូអវប្បធម៌ល្អចំណាបុណ្យអកអំបុកខ្មែរគ្រប់ស្រុកមកកំសាន្តបុណ្យអកអំបុកខ្មែរគ្រប់ស្រុកមកកំសាន្តប្រណាំងទុកងកំខានប្រណាំងទុកងកំខានកល្យានរៀបថ្វាយព្រះខែដល់ថ្ងៃចូលឆ្នាំសូមផ្ដែផ្ដាំដល់ម្ចាំងស្នេហ៍ដល់ថ្ងៃចូលឆ្នាំសូមផ្ដែផ្ដាំដល់ម្ចាំងស្នេហ៍ទំនៀមយើងរួមថែទំនៀមយើងរួមថែកូនខ្មែរកុំបីរេកុំឡងក្រមុំបានជួបជុំស្រង់គ្រប់គ្នាកុំឡងក្រមុំបានជួបជុំស្រង់គ្រប់គ្នាក្រមុំសាច់ថ្លឹងពុំពីក្រមុំសាច់ថ្លឹងពុំពីពុំងារមកទាំងចិត្តឆ្ងាយអ្នកពេងសម្រិតរំគៀបគិតគុណមិនណាយអ្នកពេងសម្រិតរំគៀបគិតគុណមិនណាយរំវងតម្រង់សប្បាយរំវងតម្រង់សប្បាយឆោមឆាយច្រៀងគូនឹងបងនារីបឹងរចាប់ស្រង់ចំណាប់ច្រៀងផ្ដងផ្ដងនារីបឹងក្រចាប់ស្រង់ចំណាប់ច្រៀងផ្ដងផ្ដងជ្រោយញោស្កាត់មកម្ដងជ្រោយញោស្កាត់មកម្ដងប្របងគៀងគូរំវងយើងជាយុវវ័យខ្មែរប្រុសស្រីជួយថែឲ្យគង់យើងជាយុវវ័យខ្មែរប្រុសស្រីជួយថែឲ្យគង់សិល្បៈគ្រប់ទម្រង់សិល្បៈគ្រប់ទម្រង់ស្នងផៅបងគេដូនតាក្រមុំសាច់ថ្លឹងពុំពីក្រមុំសាច់ថ្លឹងពុំពីពុំងារមកទាំងចិត្តឆ្ងាយអ្នកពេងសម្រិតរំគៀបគិតគុណមិនណាយអ្នកពេងសម្រិតរំគៀបគិតគុណមិនណាយរំវងតម្រង់សប្បាយរំវងតម្រង់សប្បាយឆោមឆាយច្រៀងគូនឹងបងនារីបឹងរចាប់ស្រង់ចំណាប់ច្រៀងផ្ដងផ្ដងនារីបឹងរចាប់ស្រង់ចំណាប់ច្រៀងផ្ដងផ្ដងជ្រោយញោស្កាត់មកម្ដងជ្រោយញោស្កាត់មកម្ដងប្របងគៀងគូរំវងយើងជាយុវវ័យខ្មែរប្រុសស្រីជួយថែឲ្យគង់យើងជាយុវវ័យខ្មែរប្រុសស្រីជួយថែឲ្យគង់សិល្បៈគ្រប់ទម្រង់
សិល្បៈគ្រប់ទម្រង់ស្នងផៅបងគេដូនតាសិល្បៈគ្រប់ទម្រង់សិល្បៈគ្រប់ទម្រង់ស្នងផៅបងគេដូនតាដើមឈើទាលកាប់ត្រឹមគល់ដាំអុជធូបភ្នាល់ប្រេងវាសនាតឹងរឹសឡើងលើបួងសួងថាបើជាតិកាមេរ៉ារស់គង់នៅសូមឲ្យឈើទាលដុះលូតលាស់បៃតងស្រស់ស្រស់ខ្ពស់ខ្ពង់ទៅឈើទាលតំណាងពូជពងផៅថែខ្មែរឲ្យនៅជាតិសាសនាបទដាំរបស់លោកកញ្ញាសង្គួយនៅក្នុងសៀវភៅដែលខ្ញុំបានអានគាត់និយាយថាមួយជីវិតខ្ញុំនេះខ្ញុំសុខចិត្តស្លាប់ដើម្បីជាតិមាតុភូមិជាទីស្នេហាមិនរស់នៅក្រោមការជិះជាន់ឡើយសូមព្រះសង្ឃនិងបងប្អូនជុំវិញជាតិខ្មែរទាំងអស់រួមគ្នាថែរក្សាមាតុភូមិកម្ពុជាព្រះពុទ្ធសាសនាទំនៀមទម្លាប់និងប្រពៃណីខ្មែរយើងឲ្យបានគង់វង្សជារៀងរហូតកុំឲ្យមានថ្ងៃផុតរលត់ឡើយយើងត្រូវមានស្មារតីរឹងមាំរួបរวมគ្នាកុំជឿជាក់ពីសត្រូវហើយខ្ញុំជឿជាក់ថាពេលដែលខ្ញុំស្លាប់ទៅនឹងមានបងប្អូនខ្មែរជំនាន់ក្រោយមានឧត្តមគតិហ៊ានបដូរជីវិតនិងការពារមរណភាពទឹកដីវប្បធម៌ព្រះពុទ្ធសាសនាឲ្យនៅគង់វង្សជាក់ជាពំខានបងខ្ញុំជួបច្រើនខ្លាំងអារម្មណ៍មួយហ្នឹងជួនកាលឲ្យតែប្រាប់ថាបងពួកខ្ញុំខ្មែរក្រមតាខ្ញុំកម្ពុជាក្រមតាអ្នកខ្លះលឺអញ្ចឹងអូអញ្ចឹងអនឯងយួនមែនសួរយើងអញ្ចឹងណាតែចង់អារម្មណ៍មួយហ្នឹងខ្ញុំចង់និយាយថាហេតុអីបានខ្ញុំនិយាយថាខ្ញុំខ្មែរក្រមហើយមិនបានសួរសំណួរថាអនឯងយួនមែនមិនបានសួរអញ្ចឹងមកវិញអញ្ចឹងខ្ញុំសូមជំរាបនៅក្នុងការសម្ភាសនេះហ្មងអញ្ចឹងឲ្យចែកចាយទៅបងប្អូនទូទាំងប្រទេសទាំងអស់ខ្ញុំចង់ជំរាបថាខ្មែរក្រោមពាក្យថាខ្មែរកម្ពុជាក្រោមគឺខ្មែរកម្ពុជាក្រោមមិនមែនវៀតណាមមិនមែនយួនទេខ្មែរក្រោមគឺជាខ្មែរយើងដូចគ្នាពួកគាត់នៅនោះរាល់ថ្ងៃក៏មិនស្រួលដែរឲ្យតែដើរទៅណាមកណាគាត់កាន់អត្តសញ្ញាណប័ណ្ណមួយមែនជាអត្តសញ្ញាណប័ណ្ណដែលយើងប្រើសញ្ជាតិវៀតណាមប៉ុន្តែយើងមានអក្សរនៅខាងលើហ្នឹងគេបញ្ជាក់ថាយើងជាខ្មែរជនជាតិខ្មែរចឹងហើយនៅនោះពួកខ្ញុំនៅកន្លែងណាទឹកដីកន្លែងណាក៏គេដឹងថាយើងខ្មែរទាំងអស់ដែរគេដឹងទាំងអស់ចឹងហើយខ្ញុំធ្លាប់ឮយាយខ្ញុំនិយាយលើកមុនគាត់ថាចេះអើយពួកយើងខ្មែរក្រមនេះពួកយើងនៅនេះពួកអាយួនវាហៅពួកមីខ្មែរពួកអាខ្មែរដល់យើងនាំគ្នាទៅដល់ខ្មែរនោះគេហៅពួកអាយួនពួកមីយួនហើយយាយខ្ញុំថាចឹងយើងរងថ្ងៃមិនដឹងជនជាតិអីប្រកាសទេចៅបាទប៉ុន្តែបងគិតថាឥឡូវដោយសារយើងមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយទៅលើ Facebook ទៅលើ TikTok ទៅលើអីអញ្ចឹងបងជឿថាខ្មែរយើងគាត់ចេះបែងចែកនឹងយល់ច្បាស់បងឥឡូវហ្នឹងបែងចែកបានរៀងច្រើនគ្រាន់បើប៉ុន្តែពេលដែលខ្ញុំជួបផ្ទាល់ហ្នឹងគឺសួរខ្ញុំអញ្ចឹងអូនឯងយួនមែនឲ្យតែខ្ញុំនិយាយថាខ្ញុំខ្មែរក្រមអូនឯងយួនមែនអញ្ចឹងហេតុអីបាននិយាយពាក្យហ្នឹងខ្ញុំឆ្ងល់ចឹងហើយខ្ញុំសូមប្រកាសនៅក្នុងនេះខ្ញុំកម្ពុជាក្រោមខ្ញុំខ្មែរក្រោមម្ដាយខ្ញុំខ្មែរក្រោមយាយខ្ញុំខ្មែរក្រោមតាខ្ញុំខ្មែរក្រោមបាទអញ្ចឹងសរុបសេចក្តីទៅខ្មែរលើខ្មែរក្រោមខ្មែរកណ្ដាលគឺខ្មែរដូចគ្នាខ្មែរតែមួយចាខ្ញុំស្រឡាញ់កម្ពុជា